មានរសជាតិផ្អែមជាប់មាត់ហើយជួយឲ្យចង់ញ៉ាំអាហារមីស៊ុប3យ៉ាង1ឈុតប្រើស្លឹកខ្ទឹមធម្មតា1ឈុតទៀតប្រើស្លឹកខ្ទឹមដាំនៅកន្លែងមានថាមពលមនុស្ស10នាក់ធ្វើការសាកល្បងផ្លិតដោយមិនដឹងមុខក្រុមដែលញ៉ាំស្លឹកខ្ទឹមពីកន្លែងមានថាមពលគឺឈ្នះដាច់តែម្ដងឈ្នះដាច់គ្រប់សម្លេងនឹងហើយម្នាក់បានសរសេរក្នុងកំណត់សម្គាល់ថារសជាតិស្រស់បែបធម្មជាតិមានកម្រិតកាន់តែសម្បូរបែបជាប់មាត់មិនឈួរទេមានរសជាតិផ្អែមបន្តិចបើធៀបនឹងស្លឹកខ្ទឹមពីមុនវិញវាសម្រាប់ដាក់ក្នុងស៊ុបចុះជីវ៉ាន់ស៊ុយនេះវិញវាដុះក្នុងស៊ុបមែនទេចំណេះដឹងឯងតាំងពីពេលណាទៅខ្ញុំមានចំណេះដឹងតាំងពីដើមមកហើយសាច់គោស្រស់ចាប់ពីពេលនេះទៅជ្រូកនៅផ្ទះពូខ្ញុំជាអ្នកកំណត់ការពូឈៀននិយាយឲ្យច្បាស់មើលវាជាកម្មសិទ្ធិរបស់ឯងឬក៏របស់ហាងមីសាខុសគ្នាមែនទេហាក់ដូចជាមិនខុសគ្នាទេប្រភពដើមសម្រាប់ធ្វើមីជីវ៉ាន់ស៊ុយដែលស្រោចស្រពដោយថាមពលធម្មជាតិការដាំដុះដោយប្រើប្រាស់ប្លង់ហុងស៊ុយស្ដាប់ទៅដូចជាខ្សែសង្វាក់ផ្គត់ផ្គង់បែបអបិយជំនឿអញ្ចឹងវាគឺបែបនឹងហើយតើអ្នកណាជាអ្នកធ្វើរឿងនេះមិនមែនជាជ្រូកប្រៃទេមិនមែនដោយសារខ្យល់ទេគឺដោយសារមនុស្សរីកាទៅប៉ូលីសហៅប៉ូលីសមកពួកគេថាទឹកដីហុងស៊ុយនេះប្រើសារធាតុផ្អែមខុសច្បាប់គេចោទថាម្សៅសានសៀមផ្សាយពាណិជ្ជកម្មបោកប្រាស់ខ្ញុំនឹងឡាយបកស្រាយវីបកវិញគេប្តឹងហើយកុំធ្វើអីពេលវេលាដែលគេបង្ហោះពាក្យសម្ដីនិងវិធីសាស្ត្រចែកចាយគឺដូចគ្នាខ្លាំងណាស់នេះគឺជាសកម្មភាពមានការរៀបចំទុកជាមុនបើអ្នកចេញមុខទៅបបពេលនេះគឺដូចជាជួយផ្សព្វផ្សាយដំណឹងឲ្យពួកគេទៅវិញទេគឺហួរដងមានភស្តុតាងទេឥឡូវនេះនៅមិនទាន់មានទេប៉ុន្តែក្រោយពេលប្រភពទឹកត្រូវបានជួសជុលរួចគេនឹងត្រូវតែត្រឡប់មកវាយប្រហារវិញជាក់ជាមិនខានឈិនវត្ថុធាតុដើមធ្វើម្សៅសានសៀមគុណភាពដីនិងទឹកយកគំរូទាំងអស់នេះផ្ញើទៅមន្ទីរពិសោធន៍ឯករាជ្យទី3ប្រញាប់ឡើងសារធាតុផ្អែមនិងសារធាតុបន្ថែមរកមិនឃើញទេសុទ្ធតែជារបស់ធម្មជាតិកម្រិតជាតិស្ករខ្ពស់និងសារធាតុរ៉ែក្នុងដីតាក់ទងនឹងអាកាសធាតុក្នុងតំបន់វិទ្យាសាស្ត្រមិនមែនបង្កើតមកដើម្បីឆ្លោះគ្នាជំនួសអ្នកណាទេវិទ្យាសាស្ត្រមានតួនាទីប្រាប់អ្នកថាអ្វីជាការពិតតែប៉ុណ្ណោះបុរាណប្រើពាក្យជីបចរដីដើម្បីពិពណ៌នាអំពីប្រភពទឹកក្រោមដីនិងវដ្តនៃសំណើមក្នុងដីប្រើពាក្យថាមពលដើម្បីពិពណ៌នាអំពីដែនថាមពលនៃអាកាសធាតុក្នុងតំបន់មិនមែនជាការបំពងរឿងអបិយជំនឿហើយក៏មិនមែនជាការមាក់ងាយដែរសម្លេងរិះគន់ចាប់ផ្ដើមស្ងាត់ទៅវិញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកចាប់ផ្ដើមតាក់ទងមកសម្ភាសហើយលើកនេះហួរដងខកបំណងហើយគាត់នឹងមិនឈប់ត្រឹមនឹងទេមនុស្សជុំវិញខ្លួនអាឈឹងសុទ្ធតែជាអ្នកមានសមត្ថភាពទាំងអ្នកលេងបណ្ដាញសង្គមពាណិជ្ជករនិងសាស្ត្រាចារ្យសុទ្ធតែជួយគេទាំងអស់យើងមិនអាចធ្វើការតូចតាចបែបនេះទៀតទេចាប់ផ្ដើមពីបណ្ឌិតស្រីម្នាក់នោះទៅទាំងថាវិការស្រាវជ្រាវនិងទំនាក់ទំនងជាមួយគ្រូណែនាំការវិតម្លៃលើអត្ថបទស្រាវជ្រាវរបស់គេបើមានបញ្ហានៅចំណុចណាមួយវាគ្រប់គ្រាន់នឹងធ្វើឲ្យគេពិបាកខ្លាំងហើយយល់ហើយទឹកពីប្រភពទន្លេនោះកំពុងតែលុបលាងដានជើងកាលពី30ឆ្នាំមុនរបស់ខ្ញុំសាស្ត្រាចារ្យចៅមិនមែននិយាយថាហុងស៊ុយជាការពិតសុទ្ធសាធទេគាត់ចង់និយាយថារឿងខ្លះដែលមានក្នុងហុងស៊ុយគឺអាចពន្យល់បានដោយវិទ្យាសាស្ត្រសម័យទំនើបចិនគឺស្មើនឹងការកែលម្អអាកាសធាតុខ្នាតតូចខ្សែដីគឺស្មើនឹងប្រព័ន្ធទឹកក្រោមដីឈីសៀគឺស្មើនឹងតំបន់ដែលមានថាមពលពិសេសការប្រៀបធៀបនេះត្រឹមត្រូវជាងសេចក្តីសង្ខេបនៃអត្ថបទស្រាវជ្រាវរបស់ខ្ញុំទៅទៀតកាន់នេះដែលបង្ហោះព័ត៌មានទាំងនោះមកពីក្រុមហ៊ុនទំនាក់ទំនងសាធារណៈតែមួយនៅឯទីក្រុងអតិថិជនប្រចាំរបស់ក្រុមហ៊ុននេះគឺរ៉ែដុងជាងព័ត៌មានពីកម្មវិធីដែលប្រើសម្រាប់បង្ហោះនោះគឺរ៉ែដុងជាងហៅដុងតើយើងគួរចេញមុខបកស្រាយវិញដែរឬទេមិនបាច់ទេចម្លងឯកសារទុកផ្ញើទៅនាយកដ្ឋានបរិស្ថានបច្ចុប្បន្ននិងក្រុមត្រួតពិនិត្យបរិស្ថានក្រុងក្រុមហ៊ុនទំនាក់ទំនងសាធារណៈដែលសហការជាមួយក្រុមហ៊ុនរ៉ែដុងជាក្រុមហ៊ុនមួយណាដឹងពួកគេកំពុងតែបង្ហោះបំផ្លាញកេរ្តិ៍ឈ្មោះគម្រោងសហការរបស់ខ្ញុំនៅលើខ្ញុំអាចទ្រាំបានមិនចាំបាច់ទ្រាំទេរឿងនេះទុកឲ្យខ្ញុំចាត់ការចុះអ្នកដឹងពីហានិភ័យបរិស្ថាននៅរ៉ែរបស់ហៅដុងទេភូមិដែលខ្ញុំកំពុងធ្វើការនៅពេលនេះកំពុងតែជួសជុលរឿងរ៉ាវអាក្រក់ដែលគេបានបន្សល់គាត់កំពុងតែលេងល្បិចនៅពីក្រោយខ្នងខ្ញុំយល់ហើយក្រុមហ៊ុនទំនាក់ទំនងសាធារណៈដែលគាត់ជួលមកបានឈប់ធ្វើការឲ្យគាត់ហើយតើអ្នកបានធ្វើអ្វីខ្លះគ្រាន់តែទូរស័ព្ទពីរបីខប៉ុណ្ណោះរឿងរកស៊ីខ្ញុំមិនខ្លាចគាត់ទេតើតែគាត់ប៉ះពាល់ដល់ដីរបស់អ្នកវាស្មើនឹងប៉ះពាល់ដល់លុយខ្ញុំដែរខ្ញុំបានដាក់លុយទាំងអស់វិនិយោគនៅតំបន់ភ្នំទាំង3នេះអស់ហើយបាននិយាយពីការប្រកួតប្រជែងគឺមិនឈ្នះគាត់ទេលោកហ៊ូអញ្ចឹងយើងត្រូវប្រើវិធីសាស្ត្រផ្សេង
វារស់ហើយភ្នំបៃតងដើមឈើនោះរស់ឡើងវិញហើយដើមឈើនេះមិនបានចេញពន្លកអស់3ឆ្នាំមកហើយតាំងពីអ្នកត្រឡប់មកវិញបានជាង1ឆ្នាំមកនេះវាក៏ចាប់ផ្ដើមចេញពន្លកប្រភពទឹកត្រូវបានស្ដារឡើងវិញសរសៃដីក៏ភ្ជាប់គ្នាឡើងវិញពេលនេះថាមពលទាំងនេះបានហូរចូលទៅដល់រូដែលជ្រៅបំផុតរបស់ដើមឈើតាចាំងហើយខ្ញុំជាអ្នកផ្សាយផ្ទាល់ក្រៅទីកន្លែងម្នាក់ដែលគ្មានស្គ្រីបអ្វីទាំងអស់ខ្ញុំចូលចិត្តភាពពិតប្រាកដដែលគ្មានស្គ្រីបបែបនេះខ្ញុំចូលចិត្តអារម្មណ៍នៃការរុករកដែលពោពេញដោយភាពអាថ៌កំបាំងមួយនេះខ្ញុំចូលចិត្តភាពស្និទ្ធស្នាលពេលបានជួបមុខផ្ទាល់ជាមួយអ្នកស្រុកខ្ញុំចូលចិត្តបរិយាកាសជាក់ស្ដែងដែលមិនមានការតុបតែងអ្វីទាំងអស់ដើមឈើនេះមានអាយុកាលជាង300ឆ្នាំមកហើយជីដូនជីតារបស់ខ្ញុំធ្លាប់មកជ្រកកំឡុកដើមឈើនេះតាំងពីនៅក្មេងមកម្ល៉េះថាមពលផែនដីកំពុងតែចាប់ផ្ដើមងើបឡើងវិញដល់ផ្ទៃដីរបស់វាចាប់ផ្ដើមស្រូបយកទឹកពីក្នុងដីបានវិញហើយវាដឹងដោយខ្លួនឯងថាដល់ពេលត្រូវដុសពន្លកថ្មីហើយមិនមែនមានតែដើមឈើទេដែលរស់រានគឺភ្នំនេះទាំងមូលតែម្ដងដែលមានជីវិតបើធៀបនឹងការដឹងរឿងគ្រប់យ៉ាងក្នុងលោកការថែរក្សាមនុស្សនៅចំពោះមុខអាចជារឿងសំខាន់ជាងទឹកហូរនៅឆ្ងាយមិនយឺតមិនលឿនប្រៀបដូចចង្វាក់បេះដូងដ៏នឹងនរនឹងបន្តដង្ហើមនៃភ្នំនេះចរន្តឈាមទាំងអស់សុទ្ធតែស្ថិតនៅលើចំណុចសំខាន់នៃប្រព័ន្ធទឹកក្រោមដីរន្ធប្រភពទឹកគឺជាតំបន់ផ្ដល់ទឹកនៅផ្នែកខាងលើរន្ធភ្លើងនិងរន្ធដីគឺត្រូវគ្នានឹងចំណុចកម្ដៅផែនដីមិនប្រក្រតីខ្សែបាក់បែកនៃសម្បកផែនដីលោកគ្រូចៅប្រធានបទនេះស្នើសុំមូលនិធិវិទ្យាសាស្ត្រជាតិតើពិភពអ្នកសិក្សានឹងចងចាំវាដែរឬទេប្រធានបទដែលគ្មានន័យមិនសមនឹងការស្រាវជ្រាវទេសារធាតុត្រីរាង្គក្នុងដីកើនឡើង18កម្រិតអុកស៊ីសែនក្នុងទឹកកើនឡើង23ទិន្នផលដំណាំកើនឡើង35ការស្រាវជ្រាវរបស់អ្នកឥឡូវនេះមានចុះផ្សាយក្នុងទិនានុវត្តន៍ស៊ីហើយអស្ចារ្យអត្ថបទស្រាវជ្រាវចុះផ្សាយហើយហេតុអ្វីបានជាអ្នកមើលទៅមិនសប្បាយចិត្តសោះខ្ញុំកំពុងតែគិតជីតាទូតរបស់ខ្ញុំរស់នៅក្នុងព្រៃពេញមួយជីវិតអ្វីដែលគាត់ដឹងយើងត្រូវតែប្រើអត្ថបទស្រាវជ្រាវអន្តរជាតិដើម្បីបញ្ជាក់វាតើមកពីគាត់ឆ្លាតពេកឬក៏មកពីយើងល្ងងពេកមិនមែនទាំងពីរទេគាត់ប្រើបទពិសោធន៍និងវិចារណញ្ញាណឯយើងប្រើការពិសោធន៍និងទិន្នន័យចុងក្រោយយើងក៏រកឃើញការពិតដូចគ្នាចុះហេតុអ្វីបានជាចំណេះដឹងគាត់ជិតបាត់បង់ទៅហើយព្រោះពីមុនគ្មានអ្នកណាធ្វើជាស្ពានភ្ជាប់តែពេលនេះមានហើយជីតាទូតឲ្យក្មួយនឹងបង្ហោះសៀវភៅរបស់លោកតាទៅលើបណ្ដាញអ៊ីនធឺណិតដើម្បីឲ្យពិភពលោកទាំងមូលបានឃើញកន្លងផុតទៅភ្នំសានប៉ៃសានពីភូមិតូចដាច់ស្រយាលមួយបានក្លាយជាគោលដៅទេសចរដ៏ល្បីល្បាញកន្លងផុតទៅភ្នំសានប៉ៃសានពីភូមិតូចដាច់ស្រយាលមួយទីនេះក្លាយជាគោលដៅទេសចរដ៏ល្បីល្បាញទៅហើយអ្នកមិនអាចលាងឡាននៅទីនេះបានទេគ្រាន់តែលាងឡានបន្តិចសោះនឹងអីខ្ញុំប្រាប់ហើយថាលាងនៅទីនេះមិនបានទេរឿងតែប៉ុណ្ណឹងសោះចាំបាច់អីទឹកនេះពួកយើងចំណាយពេល3ឆ្នាំទើបស្រោចស្រង់ឲ្យវាថ្លាស្អាតវិញបាន
បើអ្នកលៀងឡានម្ដងនៅទីនេះខ្ញុំត្រូវចំណាយពេល3ថ្ងៃដើម្បីដើររើសសម្រាមវិញភ្នំនេះមានជីវិតឡើងវិញហើយប៉ុន្តែមនុស្សកាន់តែមកច្រើនវាជារឿងល្អតែបើគ្រប់គ្រងមិនបានទេភ្នំនេះនឹងត្រូវងាប់ម្ដងទៀតពួកយើងមកទីនេះដើម្បីថែរក្សាភ្នំមិនមែនមកដើម្បីបំផ្លាញវាទេព្រោះតែភ្នំល្អទើបមានមនុស្សមកតែមនុស្សមកដល់បែរជាធ្វើឲ្យភ្នំខូចខាតទៅវិញបើបែបនេះគ្រប់យ៉ាងដែលពួកយើងខំធ្វើប៉ុន្មានឆ្នាំមកនេះកំណត់ការបៀតទេសចរចូលក្នុងភ្នំជារៀងរាល់ថ្ងៃត្រូវបែងចែកតំបន់សម្រាប់ប្រមូលផលនិងតំបន់ដែលអនុញ្ញាតរៀបចំទីតាំងទុកដាក់សម្រាមបណ្ដុះបណ្ដាលអ្នកនាំភ្ញៀវក្នុងភូមិខ្ញុំនឹងដឹកនាំក្រុមការពារភ្នំដើម្បីអនុវត្តខ្ញុំនឹងថតវីដេអូដើម្បីពន្យល់ទីនេះជួយនិយាយអ្វីបន្តិចដល់អ្នកទាំងអស់គ្នាផងជាងនឹងបានធ្វើឲ្យភ្នំនេះប្រសើរឡើងវិញគឺពិបាកណាស់សូមអ្នកទាំងអស់គ្នាជួយស្រឡាញ់ថែរក្សាផងទីណាដែលមានច្បាប់ទម្លាប់ទើបទីនោះមានតម្លៃក្នុងការទៅទស្សនាកាលពីសម័យលោកទូតដែលលោកថែរក្សាភ្នំនេះលោកប្រហែលជាមិនដែលនឹកស្មានថានឹងមានមនុស្សមកកាន់ភ្នំច្រើនដល់ថ្នាក់នេះទេប៉ុន្តែលោកច្បាស់ជាបានដឹងថាបើភ្នំមានភាពស្រស់បំព្រងមនុស្សម្នានឹងមកដោយឯកឯងមិនបានស្រាប់តែណាត់ខ្ញុំមកផឹកស្រាបែបនេះបើមិនមានអ្នកដទៃទើបអាចនិយាយការពិតបានស្រុកកំណើតខ្ញុំក៏នៅក្បែរភ្នំដែរកាលពីនៅក្មេងទឹកអូរថ្លាឆ្វង់ណាស់ក្រោយមកគេចាប់ផ្ដើមធ្វើរ៉ែនៅលើភ្នំទឹកក៏ប្រែជាពណ៌លឿងផ្លែក្រូចដែលឪពុកខ្ញុំដាំរសជាតិកាន់តែអន់ទៅរាល់ឆ្នាំចុងក្រោយគាត់ក៏កាប់ចំការចោលហើយទៅធ្វើការនៅឆ្ងាយដូច្នេះតើអ្នកជួយខ្ញុំព្រោះរឿងនេះមែនទេដំបូងឡើយខ្ញុំគិតតែពីរឿងរកលុយក្រូចរបស់អ្នកមើលទៅគឺអាចលក់បានថ្លៃប៉ុន្តែក្រោយមកពេលឃើញអ្នកកែសម្រួលប្រភពទឹកហើយឃើញទឹកថ្លាហូរចេញពីក្រោមរណ្ដៅរ៉ែខ្ញុំតាមមើលអ្នកយូរណាស់មកហើយអ្វីដែលអ្នកកំពុងធ្វើគឺជាអ្វីដែលខ្ញុំចង់ធ្វើតែធ្វើមិនបានលោកសិនចុះមុខជំនួយនៅខេត្តវិញយ៉ាងម៉េចដែរប្រគល់ឲ្យអនុប្រធានទៅអ្នករស់នៅទីនេះមែនទេមួយជីវិតនេះខ្ញុំរត់រកតែលុយនៅខាងក្រៅដល់ពេលត្រូវត្រឡប់មកវិញហើយកាលពី1ឆ្នាំជាងមុនគាត់ពាក់អាវធំពាក់ខ្សែកមាសហ៊ានតែនិយាយថាចង់កាប់ចោលចំការផ្លែឈើទាំងមូលក្នុងភូមិតែឥឡូវនេះគាត់អង្គុយផឹកស្រាក្រោមដើមឈើស្រវឹងក៏ដេកក្នុងផ្ទះឈើភ្ញាក់ឡើងក៏ជួយលោកតាសេកដាំស៊ុបមនុស្សពិតជាអាចផ្លាស់ប្ដូរបានមែនស្រាទាំង3ពីងដែលកប់នៅភ្នំសាន់ប៉ៃនេះបានរងចាំយ៉ាងស្ងៀមស្ងាត់អស់3ឆ្នាំខូចហើយស្រាទាំង3ពីងនេះគឺប្រើការលេងកាត់ហើយមិនមែនមកពីស្នាដៃមនុស្សទេមករុំរងផលប៉ះពាល់ពីអាកាសធាតុខាងក្រៅរដូវរងាឆ្នាំមុនសីតុណ្ហភាពចុះក្រោម10អង្សាបន្តិចបន្តួចភាពខុសគ្នានៃសីតុណ្ហភាពធ្វើឲ្យដីស្អិតវាដោយសារខ្ញុំរកមិនបានដិតដល់វាមិនមែនជាកំហុសរបស់អ្នកទេពីពេលរៀបចំដំបូងយើងមិនបានគិតដល់ការផ្លាស់ប្ដូរនៃទៅពីងស្រានៅមាត់រូងត្រូវបិទដីស្អិតពីរជាន់កត់ត្រាទុកទៅបើកបានហើយអ្នកទាំងអស់គ្នាខ្ញុំពិបាកនឹងពណ៌នាពីក្លិននេះណាស់ខ្ញុំរស់នៅលើភ្នំសាន់ប៉ៃនេះជាង20ឆ្នាំមកហើយមិនដែលបានធំក្លិនអ្វីដែលឈ្ងុយបែបនេះឡើយក្លិនដំបូងគឺក្លិនអង្ករក្លិនកណ្ដាលគឺក្លិនផ្កានិងផ្លែឈើឯក្លិនចុងក្រោយគឺមានភាពមុតស្រួចនៃជាតិរ៉ែនេះគឺជាស្រាសុទ្ធប្រណិតដែលល្អបំផុតដែលខ្ញុំធ្លាប់ផឹកក្នុងរយៈពេល15ឆ្នាំនេះមិនមែនគ្រាន់តែជាផ្នែកមួយទេតែគឺល្អតម្លៃណាស់2ឆ្នាំហើយពិតជាណាស់ការផលិតដំបូងចំនួន500ពាងក្នុងមួយពាងមាន5ចិនតម្លៃ2888តើវាថ្លៃពេកទេស្រាសុទ្ធធម្មតាតែរក្សាទុកក្នុងរូងភ្នំតម្លៃម៉ាកយីហោភ្នំសាន់ប៉ៃខ្ញុំបានគិតគូរអស់ហើយតើអ្នកគិតថាហុងស៊ុយជាអ្វីទៅវាគឺជាបទពិសោធន៍ដែលដូនតាយើងបានសន្សំតាមរយៈការរស់នៅជាមួយធម្មជាតិរាប់ពាន់ឆ្នាំមកហើយចុះបើមានអ្នកមិនជឿគេអាចនឹងមិនជឿបាន
តែមិនអាចបដិសេធការពិតទេព្រោះភ្នំដែលយើងកំពុងជន់នេះគឺជាភស្តុតាងស្រាប់ផលិតកម្មប្រចាំឆ្នាំមានចំនួន3000ທາງខ្ញុំធ្វើជាប្រធានក្រុមប្រឹក្សាភិបាលលោកឈិនឈីងសានជាប្រធានផ្នែកបច្ចេកទេសលោកតាសៀនជាទីប្រឹក្សាផ្នែកផលិតស្រាកញ្ញាស៊ូនៀនជាទីប្រឹក្សាផ្នែកស្រាវជ្រាវមួយជីវិតនេះទីបំផុតខ្ញុំក៏បានធ្វើជាទីប្រឹក្សាដែរពេលឆ្នាំទៀតពេលបើកពីងស្រាទាំងនេះភ្នំសាន់ប៉ៃនឹងទៅជាយ៉ាងណាទៅខ្ញុំមិនដឹងទេប៉ុន្តែខ្ញុំប្រកាសចិត្តរឿងមួយដល់ពេលនោះខ្ញុំនឹងនៅទីនេះដដែលសុចនាករបំពល់បែបនេះវាលេចឡើងតែនៅក្នុងការដ្ឋានរុករករ៉ែពិសេសប៉ុណ្ណោះតើប្រភពវានៅណាផ្លូវខាងកើតភ្នំសាន់ប៉ៃមានរ៉ែលាក់កំបាំងមួយកន្លែងនៅផ្នែកខាងលើនៃទន្លេដងជាងអ្នកមិនទៅសារទទួលភ្ញៀវពិតមែនឬមិនទៅទេ